សម្ដេចតេជោបានមានប្រសាសន៍ថាថៃអាចនឹងមាននាយករដ្ឋមន្ត្រីថ្មីក្នុងរង្វង់3ខែខាងមុខទៀតព្រោះតែចំនួនដណ្ដើមអំណាចគ្នាសម្ដេចតេជោហ៊ុនសែនបានសរសេរក្នុងខមមិនក្រោមការបង្ហោះ Facebook ពីកូនប្រុសទាំង3របស់សម្ដេចនៅរសៀលថ្ងៃអង្គារនេះថាការបង្ហោះរបស់សម្ដេចនៅថ្ងៃនេះគឺចង់ដឹងថាពួកចៅឈ្លានពានវាចូលមករំខាន Facebook របស់សម្ដេចរបៀបណាខ្លះបើតាមសម្ដេចតេជោគឺតាមរយៈការចូលមករំខានលើ Facebook សម្ដេចគឺអាចវាតម្លៃបានថាមានការចាត់តាំងយ៉ាងច្បាស់លាស់ពីមេដឹកនាំក្រុងបាងកកដើម្បីចូលមករំខានសម្ដេចតេជោប្រធានព្រឹទ្ធសភាបានអះអាងថាការបង្កហេតុមិនមែនគ្រាន់តែធ្វើការឈ្លានពានទឹកដីទេសូម្បីតែ Facebook របស់សម្ដេចក៏វាមករំខានដែររឿងនេះអាចវិតម្លៃបានថាគឺពួកគេកំពុងផ្ទេរចំនួនផ្ទៃក្នុងមកជាចំនួនជាមួយកម្ពុជាវិញត្រង់ចំណុចនេះសម្ដេចតេជោបានគូបញ្ជាក់ថាទោះពួកអ្នកប្រឹងដល់កម្រិតណាក៏ចំនួនដណ្ដើមអំណាចមិនអាចរលត់បានដែរតាមការប៉ាន់ស្មានរបស់ខ្ញុំថៃនឹងមាននាយករដ្ឋមន្ត្រីថ្មីក្នុងរង្វង់3ខែខាងមុខទៀតហើយខ្ញុំក៏ដឹងដែរថាជាអ្នកណានឹងធ្វើនាយករដ្ឋមន្ត្រីថ្មីនេះតែខ្ញុំមិននិយាយទេទុកឲ្យឆ្ងល់សូមពួកអ្នកប្រមូលកម្លាំងដោះស្រាយចំនួនផ្ទៃក្នុងរបស់អ្នកជាជាងមករំខានខ្ញុំ